ដូចក្បាលវីដេអូអញ្ចឹងបងប្អូនបាច់គុណយើងសាហាវមែនទែនបកតាយើងតែថ្ងៃនេះខ្ញុំបានមកលេងនៅសានត្រៃកណ្ឌាលើបងប្អូនមកយើងទស្សនាច្រើនបងប្អូនថ្ងៃនេះមានបងខាងចាស់មេដៃមានជាច្រើនដែលជាប់គួតខាងសាលាគុណបកតានេះគាត់មកសម្ដែងបងប្អូននៅក្នុងបានទស្សនាគឺល្អមើលមែនទែនបងប្អូនអញ្ចឹងតោះបងប្អូនទស្សនាមកខ្ញុំអរគ្នាដូចបងស្រីអញ្ចឹងគាត់ជាសម្ដែងបានល្អមែនទែនគឺគាត់ជានារីក៏ដោយតែមុំរបស់មុំចូលមកបងអាកែងស្លាប់ឆឹងបងប្អូនអញជ្រិញណាដូចបងស្រីអញ្ចឹងខ្ញុំឃើញទីកគាត់ប្រកាសថាគាត់ជាម្ចាស់មេដៃមានខាងកីឡាខាងហ្នឹងហ្មងចាំមិនមើលទៅគាត់មុំជាងគេហ្មងនារីប៉ុន្តែដូចខ្ញុំនិយាយតាមក្បាលវីដេអូអញ្ចឹងបងប្អូនចូលមកបង3វាយមួយក៏បាននេះក៏បាននេះគាត់ខ្លាំងណាស់មើលទៅការគាត់មុលហ្មងសំការបងប្អូនព្រួយពេលខ្ញុំបងប្អូនវីដេអូនេះប៉ុណ្ណឹងទីខ្ញុំដាក់បងប្អូនគាត់ជាមើលមិនចប់ទេអញ្ចឹងខ្លីៗដូចបងប្អូននេះអញ្ចឹងគាត់ក្មេងតែគាត់ស្រឡាញ់ខាងកីឡាគាត់តោគាត់គាត់ដងហ្មងបងប្អូនគាត់មួយវាយប្រហែលហ្នឹងបងប្អូនតោះមែនទេជឿងាប់អត់តែទូចណាវាយអ្នកពីក្បាច់ឡៃនេះល្អបងប្អូនពុះហ្មងមកកែងពុះពីលើហ្មងគាត់មានដងមែនតើបងប្អូនឃើញគាត់ក្មេងតែគាត់ហាត់បានល្អមើលបងប្អូននឹងតែដៃឲ្យគឺហាត់សាហាវហ្មងឥឡូវដល់គូពិសេសបងប្អូនរីគាត់វាយមួយប្រហែលអញ្ចឹងថាក៏មើលងាយនារីអត់មានអាវុធទេមានតែខ្មងគាត់ការពារដៃគាត់តែគាត់អាចវាយមួយប្រហែលបានអញ្ចឹងថាក៏មើលងាយនារីយើងខ្ញុំគ្រប់ត្រូលលោកអើយខ្ញុំមើលទៅបងប្អូនខ្ញុំភ័យគាត់ថាអាវុធគាត់នឹងកលិះមកចំជាងទៅបងប្អូនខ្ញុំនៅមុខហ្នឹងហ្មងតែអីគាត់សិហាត់ជំនាញសិស្សធ្លាប់បានមេដៃអញ្ចឹងគាត់ជំនាញខាងហ្នឹងហើយតែគាត់ថាពេលខ្លះក៏យើងយើងដែរបងប្អូនវាអាវុធនេះពិតបងប្អូនណាមិនមែនចូលណាដៃក៏កាប់ទៅចេញកាប់ភ្លើងមែនតើហ្មងខ្ញុំមើលទៅបងប្អូនតែនិយាយបងស្រីនេះគាត់ហាត់សាហាវមែនតើបងប្អូនគាត់ហ៊ានវាយមួយប្រហែលឃើញបងប្អូនទៅវាពិតឃើញគាត់ធាក់ឲ្យបានកាប់គាត់បានមួយតែគឺនេះជាការសម្ដែងមិនដល់តែបើយើងចេះស្គាល់មែនតើបងប្អូនជឿថាព្រមហ្មងវាយគ្នាគាត់ទេខ្ញុំជឿថាបងប្អូនមើលគាត់ផក់មិនក៏វាយខាងស្រីយើងមិនបានទេខាងបងស្រីយកបានទេបងប្អូនក្បាច់នេះស្អាតបងប្អូនអើយលឺក៏អត់ពុះទៅថាស្អាតកន្លែងនឹងស្អាតមែនក្បាច់គាត់ពិសេសល្អមើលបងប្អូនទូកងក្របងប្អូនហើយទីជាសាឡុងចោលឲ្យបងប្អូនក៏ចង់ផុសនេះផុសដើម្បីលើកស្ទួយគាត់គុណខ្មែរយើងនិងវប្បធម៌យើងឲ្យបានកាន់តែសុបាយទាំងទៀតពួកអីខ្ញុំជឿថាអត់សូវមានអ្នកផុសទេរឿងបកតោអញ្ចឹងបានខ្ញុំជួយបំផុសធ្វើម៉េចឲ្យបងប្អូនយើងជួយលើកស្ទួយទាំងអស់គ្នាព្រោះពួកគាត់ខំប្រឹងហាត់តែប្រហែលបានប៉ុណ្នេះអញ្ចឹងយើងក៏ជួយគ្រប់គ្រងគាត់មានអីបាបងប្អូនគាត់ថាតែឃើញជួយសែមអ្នកមួយផងដើម្បីឲ្យវីដេអូនេះកាន់តែផ្សព្វផ្សាយទៅយើងចិត្តខាងខ្មែរយើងគឺជាម្ចាស់បាច់គុណពិតមែនជាអ្វីដែលវាបានចោទពួកយើងបងប្អូនអញ្ចឹងមានប៉ុណ្្នឹងបងប្អូនខ្ញុំគ្រប់ត្រូលលោកអើយលោកពេញដំហឹងហ្មងពេញដំហឹងហ្មង